ពីពេលនេះទៅអ្នកគួរគិតឲ្យបានយ៉ាងតិច2ដងមុននឹងញ៉ាំមាន់ដុតសាច់អាំងសាច់ក្រកសាច់ក្រហមប្រហុកផ្អកត្រីប្រឡាក់ជ្រក់នំដុតដំឡូងបំពងនិងមីកំប៉ុងអ្នកជំនាញផ្នែកវេជ្ជសាស្ត្របានព្រមានថារបៀបចម្អិននិងការរក្សាទុកម្ហូបអាហារទាំងនេះបង្កើនឱកាសកើតជំងឺមហារីកយ៉ាងស្ងៀមស្ងាត់មន្ទីរពេទ្យបម្រុងរដ្ឋមានមូលដ្ឋាននៅទីក្រុងបាងកកប្រទេសថៃបានពន្យល់ថាអាហារដែលចម្អិនដោយការបំពងឬក៏ដុតក្នុងសីតុណ្ហភាពខ្ពស់ដូចជាដំឡូងបារាំងបំពងនិងនំប៉័ងបញ្ចេញអាស៊ីតអាគ្រីឡាមីតដែលជាសារធាតុគីមីបង្កឲ្យកើតជំងឺមហារីកមាន់ដុតនិងសាច់អាំងអាចបញ្ចេញសារធាតុ HCAS និង PAHS ជាសមាសធាតុដែលមានសក្តានុពលនៅក្នុងការបំផ្លាញ DNA និងបង្កជំងឺមហារីកជាពិសេសនៅពេលចម្អិនលើសពី350អង្សាសេសាច់កែច្នៃដូចជាសាច់ក្រក hot dog និង bacon មានផ្ទុកសារធាតុនីត្រាតនិងនីត្រិតដែលអាចប្រែទៅជាសារធាតុនីត្រូសាមីនបង្កជំងឺមហារីកពោះវៀនធំអាហារកែច្នៃទាំងនេះត្រូវបានចាត់ថ្នាក់ដោយអង្គការសុខភាពពិភពលោកថាជាសារធាតុបង្កមហារីកក្រុមទី1សូម្បីតែសាច់ក្រហមដូចជាសាច់គោសាច់ចៀមនិងសាច់ជ្រូកប្រសិនបើបរិភោគក្នុងបរិមាណច្រើនក៏មានហានិភ័យខ្ពស់បង្កជាជំងឺមហារីកពោះវៀនធំលំពេងនិងក្រពេញប្រូស្តាតដែរបន្ថែមពីលើនេះមីកញ្ចប់មីកំប៉ុងនិងអាហារសម្រន់ដែលវេចខ្ចប់ដោយផ្លាស្ទិកច្រើនតែផ្ទុកទៅដោយសារធាតុរក្សាទុកជាតិខ្លាញ់និងសារធាតុបន្ថែមរសជាតិការសិក្សារកឃើញថាអាហារទាំងនេះមានជាប់ទាក់ទងទៅនឹងហានិភ័យនៃជំងឺមហារីកពោះវៀនធំនិងសូដន់ជាចុងក្រោយជ្រក់គ្រប់ប្រភេទនិងអាហារផ្អាប់ប្រៃទាំងអស់ដូចជាប្រហុកផ្អកនិងត្រីងៀតជាដើមអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពះជាពិសេសនៅពេលដែលទទួលទានញឹកញាប់បរិមាណអំបិលខ្ពស់នៅក្នុងអាហារទាំងនេះអាចបំផ្លាញស្រទាប់ក្រពះនិងជំរុញការលូតលាស់របស់បាក់តេរី Helicobacter pylori បង្កទៅជាជំងឺមហារីកក្រពះបានក្រៅពីអាហារគ្រឿងស្រវឹងឬក៏ជាតិអាល់កុលនៅពេលទទួលទានសារធាតុអេតាណុលនៅក្នុងនោះនឹងបំបែកទៅជាអាសេតាដេហៃដែលជាសារធាតុបង្កជំងឺមហារីកទន្ទឹមនឹងនេះភេសជ្ជៈដែលមានជាតិស្ករនិងកាបូនីត្រាតមិនគ្រាន់តែបង្កើនជាតិស្ករនៅក្នុងឈាមប៉ុណ្ណោះទេវាក៏អាចបង្កឲ្យរលាកនៅក្នុងរាងកាយដែលបង្កើនហានិភ័យនៃជំងឺមហារីកច្រើនប្រភេទរួមទាំងមហារីកស្បូនដូច្នេះបើមិនផ្លាស់ប្ដូររបបអាហារនិងប្ដូររបៀបចម្អិនម្ហូបនោះទេជំងឺមហារីកអាចឆក់យកជីវិតរបស់អ្នកយ៉ាងស្ងៀមស្ងាត់